ត្រឹមម៉ោង6ព្រឹកនេះហើយបន្តបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិបានឡែមនៅព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2025នេះមន្ទីរព័ត៌មានខេត្តបាត់ដំបងបានជួលដំណឹងឲ្យបានដឹងថាគិតត្រឹមវេលាម៉ោង6ព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2025នេះថៃបន្តបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីខាងមន្ទីរព័ត៌មានបានឲ្យដឹងថាប៉ូលគឺមិនទាន់វិលត្រឡប់មកអនុវត្តគោលការណ៍រួមវិញទេខណៈជាគោលការណ៍រួមច្រកទ្វារព្រំដែនអន្តរជាតិត្រូវបើកនៅម៉ោង6ព្រឹកនិងបិទនៅម៉ោង10យប់ខាងក្រោមនេះជាទស្សនវិជ្ជាក្នុងថ្ងៃទី17ខែមិថុនានេះបង្ហាញអំពីច្រកទ្វារព្រំដែនអន្តរជាតិដងស្រុកកំរៀងខេត្តបាត់ដំបងនៃប្រទេសកម្ពុជាជាប់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិបានឡែមនៃខេត្តចន្ទបុរីប្រទេសថៃបន្ថែមពីនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាកាន់អំណាចកាលពីម្សិលមិញតាមរយៈសារពិសេសបានលើកឡើងយ៉ាងដូចនេះថាចំពោះបងប្អូនប្រជាពលរដ្ឋថៃទៅតវ៉ាជាមួយទាហានថៃខ្លួនឯងតវ៉ាពីព្រោះទាហានថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងដូច្នេះបងប្អូនថៃកុំខឹងសម្បាជាមួយកម្ពុជាព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃហើយគេបានដឹងហើយថាទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េចហើយយើងយល់យើងស្គាល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយឲ្យបើកឬឲ្យបិទឯនៅទីនេះមានតែនាយករដ្ឋមន្ត្រីហើយជាតួឯកតែមួយពីលើដល់ក្រោមរាប់ទាំងតួអង្គសភាព្រឹទ្ធសភាដែលជាតួអង្គនីតិបញ្ញត្តិតួអង្គរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និងតួអង្គប្រដាប់អាវុធគឺនៅក្រោមតួអង្គតែមួយទេសម្ដេចតេជោហ៊ុនសែនបានលើកឡើងថាយើងមិនយល់បង្ហាញការមិនយល់របស់យើងចំពោះអ្វីដែលបានកើតឡើងជារឿងរបស់ថៃទេយើងមិនជ្រៀតជ្រែកទេក៏ប៉ុន្តែហេតុអ្វីបានជានាយករដ្ឋមន្ត្រីជួបជាមួយប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីជាមួយនាយករដ្ឋមន្ត្រីបែរជាគ្មានសិទ្ធិបើកសម្ដេចតេជោហ៊ុនសែនបន្តថាឯខាងនេះសូមជម្រាបជូនថាប្រសិនបើថៃបើកនៅម៉ោង1យូរបំផុត5ម៉ោងព្រោះខ្ញុំចង់និយាយថាក្រែងលោថៃប្រកាសបើកនៅម៉ោង1យប់យើងរវល់តែដេកអត់បានដឹងរឿងអញ្ចឹងហើយបានខ្ញុំនិយាយថាយូរបំផុត5ម៉ោងប៉ុន្តែបើសិនជាពេលថ្ងៃវិញប្រហែលជាបើកត្រឹម1ម៉ោងឬ2ម៉ោងកម្ពុជាបើកធម្មតាដូច្នេះវាងាយណាស់នៅពេលដែលខ្លួនចេញបញ្ជាមកបិទជាឯកតោភាគីគ្រាន់តែដកបទបញ្ជានឹងទៅវិញវាចប់បាត់ទៅហើយគ្មានចាំបាច់ត្រូវការចរចាអន្ទង់វែងឆ្នាំងវែងទេសម្ដេចតេជោមានប្រសាសន៍ទៀតថាដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួនទៅលាយឡំជាមួយនឹងរឿងបញ្ហាកំហុសរបស់អ្នកដទៃអ្នកឯងចងគឺអ្នកឯងត្រូវស្រាយកម្ពុជាគ្មានចំណែកទៅស្រ័យចំពោះរឿងនេះទេហើយកម្ពុជានឹងបន្តធ្វើបានធ្វើរួចហើយដោយសារតែអ្នកឯងចង់អល់ថាកម្ពុជាផុនច្រឡំកម្ពុជាអត់បានផុនច្រឡំអ្នកឯងប្រមានមកដល់កម្ពុជាថានឹងកាត់ភ្លើងនៅពេលដែលយើងអត់បានប្រើភ្លើងថៃប្រមានកាត់អ៊ីនធឺណិតហើយក៏ចេះគិតគូរអ្វីដែលជាម្ចាស់ការរបស់ខ្លួនដែរដូច្នេះអ្នកលក់អ៊ីនធឺណិតប្រើក៏ត្រូវបាត់បង់ប្រាក់ចំណូលដែលធ្លាប់បានមកពីអ៊ីនធឺណិតហើយយើងក៏កំពុងចរចាហើយសូមនិយាយទុកជាមុនថាលទ្ធភាពនៃការបិទមិនឲ្យទំនិញថៃចូលប្រើប្រាស់នៅកម្ពុជាបន្លែផ្លែឈើគឺជាលទ្ធភាពខ្ពស់ប្រសិនបើព្រំដែនមិនត្រូវបានបើកឲ្យដំណើរការឡើងវិញ